ទស្សនិកជនពាក់ព័ន្ធទៅនឹងតៃវ៉ាន់បដិសេធសំណើរបស់សហរដ្ឋអាមេរិកដោយអះអាងថាមិនអាចទៅរួចនោះទេក្នុងការផ្លាស់ប្ដូរសង្វាក់ផលិតកម្មបន្ទះឈីបរហូតដល់40%ចេញពីកោះមួយនេះតៃវ៉ាន់បានបង្ហាញជំហររឹងមាំចំពោះមុខសហរដ្ឋអាមេរិកដោយបញ្ជាក់ថាការផ្ទេរសមត្ថភាពផលិតបន្ទះឈីបចំនួន40%ទៅកាន់ទឹកដីសហរដ្ឋអាមេរិកគឺជារឿងមិនអាចទៅរួចអនុនាយករដ្ឋមន្ត្រីតៃវ៉ាន់លោកស្រីចៃលីជិនបានសង្កត់ធ្ងន់ថាប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មនេះត្រូវបានបង្កើតឡើងអស់រាប់សិបឆ្នាំមកហើយដូច្នេះវាមិនអាចរុះរើចេញបានងាយៗនោះទេហើយតៃវ៉ាន់នឹងនៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់វិស័យនេះដដែលនេះគឺជាការឆ្លើយតបឡើងបន្ទាប់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិកគឺលោក Howard Lutnick បានជំរុញឲ្យមានការនាំចេញផលិតកម្មមកសហរដ្ឋអាមេរិកដោយលោកបានលើកឡើងថាវាមិនសមហេតុផលទេដែលផលិតកម្មផលិតបន្ទះឈីបទាំងអស់ស្ថិតនៅចម្ងាយតែ80ម៉ៃពីប្រទេសចិនលោកលូនីតបានកំណត់គោលដៅយកចំណែកទីផ្សារ40%មកវិញហើយថែមទាំងបានប្រមានពីការដំឡើងពន្ធរហូតដល់100%លើការនាំចូលពីតៃវ៉ាន់ប្រសិនបើគោលដៅនេះមិនត្រូវបានសម្រេចទោះបីជាមានការគៀបសង្កត់ផ្នែកពន្ធក៏ដោយលោកស្រីជាងលីជុនបានបញ្ជាក់ថាទោះតៃវ៉ាន់ពង្រីកការវិនិយោគរបស់ខ្លួននៅសហរដ្ឋអាមេរិកដូចជាគម្រោងរបស់ក្រុមហ៊ុន TSMC នៅរដ្ឋ Arizona ក៏ដោយក៏សមត្ថភាពផលិតនៅក្នុងកោះតៃវ៉ាន់នឹងនៅតែបន្តរីកចម្រើនខ្លាំងជាងការវិនិយោគនៅបរទេសជានិច្ចលោកស្រីបានបញ្ជាក់បន្ថែមថាតៃវ៉ាន់សុខចិត្តត្រឹមតែចែករំលែកបទពិសោធន៍ក្នុងការកសាងបណ្ដុំឧស្សាហកម្មដល់អាមេរិកប៉ុណ្ណោះប៉ុន្តែនឹងមិនបោះបង់ចោលមជ្ឈមណ្ឌលផលិតកម្មក្នុងស្រុកនោះឡើយជាលទ្ធផលចំនួនមតិរវាងមហាអំណាចបច្ចេកវិទ្យាទាំងពីរនេះបានបង្ហាញឲ្យឃើញពីភាពតានតឹងនៃខ្សែសង្វាក់ផ្គត់ផ្គង់សកលខណៈដែលសហរដ្ឋអាមេរិកបារម្ភពីរឿងសន្តិសុខជាតិចំណែកតៃវ៉ាន់ត្រូវការពារខែលការពារមាសដែលជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ខ្លួន